បាទសួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបនៃការកំណត់ default browser នៅលើកុំព្យូទ័ររបស់យើងនៅពេលដែលយើងបើកដំណឯកសារណាមួយគឺវា load ទៅកាន់ browser របស់ Windows ដែលឈ្មោះថា Microsoft Edge បាទអញ្ចឹងគោលដៅរបស់យើងគឺយើងចង់ផ្លាស់ប្ដូរពី Microsoft Edge ទៅកាន់ browser Google Chrome អញ្ចឹងដើម្បីអាចអឺធ្វើការផ្លាស់ប្ដូរបានយើងមកមើលឧទាហរណ៍បាទអញ្ចឹងខ្ញុំមានដំណនឹងមួយអញ្ចឹងយើងចូលទៅកាន់ដំណនឹងបាទអញ្ចឹងដំណឯកសាររបស់យើងនឹងគឺវា load មកកាន់ browser របស់ Windows បាទដែលជា Microsoft Edge ហ្នឹងអញ្ចឹងយើងអត់ចង់ប្រើប្រាស់វាទេយើងចង់ប្រើប្រាស់ Google Chrome បាទអញ្ចឹងដើម្បីអាចប្រើប្រាស់វាបានយើងចូលទៅកាន់ទីតាំងដែលត្រូវបដូរទាំងអស់គ្នាយើងចុចនៅលើ Start Menu បន្ទាប់មកយើងចូល Setting បាទបន្តមកទៀតយើងចុចនៅលើ Apps យើងជ្រើសយក Default Apps បាទត្រង់កន្លែងនេះយើងវាយពាក្យ Choose បាទអញ្ចឹងយើងវាយអក្សរតែ2 3មកគឺវា load បង្ហាញឲ្យយើងឃើញហើយអញ្ចឹងយើងយក Choose Default by Link Type អញ្ចឹងយើងទៅរកមើល HTTP និង HTTPS បាទនេះកន្លែងនេះបាទអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរមកពី Microsoft Edge ទៅជា Google Chrome បាទយើងចុចនៅលើវាហើយយើងចុច Set Default បាទអញ្ចឹងវានឹងធ្វើការផ្លាស់ប្ដូរឲ្យយើងត្រង់កន្លែងនេះអញ្ចឹងដើម្បីយើងដឹងថាវាផ្លាស់ប្ដូរជោគជ័យឬអត់យើងមកកាន់ដំណរទាំងអស់គ្នាហើយយើងចុចនៅលើដំណរនឹងម្ដងទៀតបាទអញ្ចឹងឃើញថាការផ្លាស់ប្ដូរដំណរទៅជា Google Chrome បាទយើងអាចធ្វើការផ្លាស់ប្ដូរបានជោគជ័យបាទអញ្ចឹងតកតងនឹងការកំណត់ខ្ញុំមានប៉ុណ្ណឹងប្រសិនបើមានចម្ងល់អាច comment សួរខាងក្រោមវីដេអូបានបាទអរគុណច្រើន